យប់មិញហ្នឹងគេច្រឡំថាខ្ញុំបងស្រីទេបើប្រើគិតមិនឥឡូវអ្នកទាំងអស់គ្នាខ្ញុំនិយាយតាមត្រង់សំបីតការធ្វើសក់របស់ខ្ញុំក៏ខ្ញុំធ្វើតាមបងព្រឹកដែរនិយាយថាមិនច្រឡំគ្នាយ៉ាងម៉េចអ្នកទាំងអស់គ្នាអើយបើបងទេបើព្រឹកគាត់ idol របស់ខ្ញុំចង់និយាយអញ្ចឹងស្រឡាញ់ idol រហូតដល់មុខស្តៀង idol លេអ្នកទាំងអស់គ្នាគួរទៅយល់លេណាមិននិយាយលេងអីអ្នកទាំងអស់គ្នាទៅខួបកណាចាប្អូនទាំងពីរនេះហើយគ្រាន់តែទៅដល់ភ្លាមឃើញបងដែលគាត់ចូលរួមក៏គាត់និយាយថាអញ្ចឹងមិនហ្នឹងស្មានតែបងទេប្រព្រឹកប៉ុន្តែក៏លិចឃើញ AI ទៅថាអូមិនបងព្រឹកទេម៉ាក់លេមិនអ៊ូតខ្លួនឯងអីទេអ្នកគ្នាខ្ញុំនិយាយមែនណាជាមួយនឹងទម្រង់មុខរបស់ខ្ញុំតាំងពីដើមគឺថាភាពល្បីល្បាញរបស់ខ្ញុំក៏បានដោយសារបងព្រឹកដែរអ្នកទាំងអស់គ្នាថាខ្ញុំមុខស្តៀងគាត់អីអញ្ចឹងទៅអ្នកខ្លះក៏ថាអត់ដូចទេអីអញ្ចឹងទៅគូកណើតជប់មិញនេះជាមួយនឹងចាលោកពីរអ្នកនេះណាខ្ញុំនិយាយតាមត្រង់ចានិយាយពីថាឈុតសសាហាវខ្លាំងចេញមកសុទ្ធតែឈុតរិចច្បត់ហើយអ្នកទាំងអស់គ្នាគួរទៅយល់ហើយណាខួប5ថ្ងៃជាប់គ្នាអ្នកទាំងអស់គ្នាការមួយខួប4ណាអ្នកទាំងអស់គ្នាគួរទៅយល់ហើយណាហើយនេះចាខួបចុងក្រោយគេហៅថាខែហ្នឹងអ្នកទាំងអស់គ្នាតែនៅទៀតអត់តន់ចុងក្រោយចុងខែមួយទៀតចង់និយាយចឹងតែគាត់ថាមកខួបលើកនេះគឺទិញផ្កាចាទិញផ្កាឲ្យប្អូនដោយសារដឹងតែប្អូនចូលចិត្តផ្កាគេថាស្នេហាបែបភីងចឹងអ្នកទាំងអស់គ្នាអូខ្ញុំយប់មិញអ្នកទាំងអស់គ្នាមានចំណែនស្នេហាគេខ្លាំងចំណែនកពៅអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនណាស្នេហាគេបែបស្រឡាញ់ចាភេទដូចគ្នាមែនប៉ុន្តែអ្នកទាំងអស់គ្នាដឹងហើយក្តីស្រឡាញ់ចេញមកមិនចាញ់ជាមួយនឹងក្តីស្រឡាញ់ប្រុសនិងស្រីណាខ្ញុំនិយាយមែនណាគឺមានការលុតជង្គង់អ្នកទាំងអស់គ្នាលុតជង្គង់សូមរៀបការអញ្ចឹងណាអូមីនេះនិយាយចង់អួតដល់កោហើយកពៅយប់មិញស្អាតអ្នកទាំងអស់គ្នាស្អាតខ្លាំងហើយលើថាកពៅđãធ្វើខួបទេចានេះលើកទី1ណាកពៅធ្វើខួបហើយអ្នកទាំងអស់គ្នាអត់មានអីទេមានតែជូនពរកពៅហើយនឹងគូស្នេហ៍ចាឲ្យស្រឡាញ់គ្នារហូតរកទទួលទានមានបានអ្វីដែលសំខាន់ណាគោលបំណងចង់ធ្វើអីគឺសម្រេចតាមគោលបំណងកពៅទាំងអស់មានសុខភាពល្អចានិយាយទៅអត់សំខាន់អីទាំងអស់គឺមានសុខភាពល្អតែយើងមានសុខភាពល្អហើយការងារយើងរលូនហើយទៅយប់មិញក៏ជួបម៉ាក់លីនដែរអ្នកទាំងអស់គ្នាប៉ុន្តែវីដេអូមួយនេះខ្ញុំចង់សួរម៉ាក់លីនអញ្ចេះចង់សួរថាអញ្ចេះវីដេអូមួយទៅផុសក្នុង account គាត់គឺដាក់តែអាយុឆ្នាំដាក់ធ្វើអញ្ចឹងទៅអីបងលេននិយាយមែនណាអាណាគេធ្វើស្នេហ៍ធ្វើងាប់នេះនិយាយមែននេះគេចង់ធ្វើស្នេហ៍ពីអ្នកខ្ញុំនឹងចូលភពហ្មងចាបងលីនលេងសិតដាក់ឆ្នាំខែកណើតនៅលើក្បាលអីចេះនោះចង់សួរបងលីនទៅដាក់អញ្ចឹងដាក់ធ្វើអីអ្នកទាំងអស់គ្នាប៉ុន្តែប្រហែលជាផេករបស់គាត់ចាការលេងរបស់គាត់ទៅដាក់បែបហ្នឹងបានផ្ទុះ view អីអញ្ចឹងណាបានគាត់ដាក់អញ្ចឹងទៅខ្ញុំឃើញ fan ចាចូល comment ច្រើនដែរថាបងលីនកាត់អីបានដាក់អាយុឆ្នាំកណើតអីនៅលើក្បាលនេះអញ្ចឹងណាខ្ញុំចាប់មកចំណុចទៀតបងលីនអ្នកទាំងអស់គ្នាខ្ញុំទៅដាក់សក់ពណ៌ឥឡូវគឺបងលីនគឺទៅដាក់ដែរហើយដោយសារគាត់ថាសក់ពណ៌របស់ខ្ញុំដាក់ទៅឃើញស្អាតបងលីនលេងសិតឲ្យមេដៃខ្ញុំទៀតតែដល់ពេលក្រោយមកចាពីថ្ងៃមកគឺបងលីនដាក់ដែរគូទៅយល់ឯណាអត់ឲ្យចាញ់ប្អូនប្រមាណទេចង់និយាយអញ្ចឹងចាទៅណាមកណាគឺអត់ភ្លេចទេចាពីនៃ AI អញ្ចឹងណាដោយសារតាក៏ប៉ុន្តែអ្នកគ្នាខ្ញុំយក AI តាមដោយសារតាខ្ញុំនៅមួយ AI គឺខ្ញុំខ្លាចជាពនាងហ្មងចង់និយាយចឹងធ្វើអីក៏ដោយគឺ AI ធ្វើឲ្យទាំងអស់ខ្ញុំនិយាយមែនណាសំបីតការដួសម្ហូបក៏ AI ដួសឲ្យបកបកាចាបកងារបកអីហ្នឹងគឺ AI ទាំងអស់តែម្ដងគាត់ថាខ្ញុំនៅជាមួយ AI គឺខ្ញុំពនាងហ្មងចាខ្ញុំអត់ឆ្ងល់ថាតាមទៅណាមកណាខ្ញុំតែយកគាត់តាមឯងដោយសារតាចានៅក្បែរ AI គឺខ្ញុំខ្លាចជាពនាងអញ្ចឹងណាគេហៅកញ្ញាបាក់ដៃហើយទៅយប់មិញនេះក៏បានជួបជាមួយកញ្ញាតកតតដែរអ្នកទាំងអស់គ្នាអ្នកគ្នាបានស្គាល់ហើយខ្ញុំស្គាល់គាត់យូរហើយតាំងពីជំនាន់ដែលសំដែងជាមួយអង្វិតអ្នកទាំងអស់គ្នាខ្ញុំបានថតជាមួយគាត់ច្រើនដែរមកលើកនេះបានជួបគ្នាក៏គាត់បានសរសើរថាបងលាក់គឺខុសពីមុនដាច់ចា1000ហ្មងចាមានអីក្រៅពីអរគុណចាអរគុណដែរតសើហើយអរគុណដែលបានថាតែស្គាល់គ្នាតាំងពីដើមរហូតដល់ឥឡូវនឹងអត់ភ្លេចគ្នាអញ្ចឹងណាហើយឥឡូវនឹងក៏បាត់គេល្បីដែរអ្នកទាំងអស់គ្នាបាត់គេនឹងបាត់អីអ្នកទាំងគ្នាចាំខ្ញុំដាក់ឲ្យស្ដាប់ញ៉ោះតិចតួចអូនក៏ខឹងបងដែរតកតប្រមាត់ស្រីស្ដីវិញដូចឆ្កែតកតឲ្យធ្វើមិនបាបងមិនចេះញ៉ាយតកតមុំចឹងថងឲ្យគេលងស្នេហ៍ត
ខមមិនច្រើនខ្លាំងមែនតើអ្នកដែលគាត់ស្រឡាញ់រៀងរបស់ខ្ញុំជើងស្លូនចាគេហៅតែចកេះមួយក្តាប់ចឹងណាមិនមែននៅសុកបានរៀងប៉ុណ្ណឹងទេចង់និយាយអញ្ចឹងពីមុនក៏ខ្ញុំមានដៃជើងធំដែរនិយាយទៅដៃជើងរបស់ខ្ញុំនិយាយហើយនិយាយទៀតគឺថាដូចមនុស្សប្រុសអញ្ចឹងឥឡូវនេះគឺថាសឡូនសាបតែម្ដងដូចចូលរួមកម្មវិធីគេអញ្ចឹងអ្នកគ្នាមានឃើញជើងខ្ញុំសឡូនស្អាតជាមួយនឹងដាំដៃចាគេហៅក្បាលពោះរបស់ខ្ញុំរីកស្មើស្អាតអត់ចាគឺថាញ៉ាំជាមួយនឹង skinny ហ្នឹងអ្នកទាំងអស់គ្នាញ៉ាំជាមួយនឹង skinny នេះយូរឆ្នាំហើយអ្នកទាំងអស់គ្នាបើគិតទៅចូល4-5 ឆ្នាំហើយអ្នកទាំងអស់គ្នានិយាយមែនណាតែឥឡូវគឺថានាងខ្ញុំសុំផ្អាកញ៉ាំសិនព្រោះអីគឺថាខ្ញុំបានរៀងជាមួយនឹងដែលខ្ញុំប៉ងប្រាថ្នាហើយអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំគាត់តែចង់ចាណែនាំអ្នកទាំងអស់គ្នាដែលគាត់ចង់បានរៀងស្អាតដូចខ្ញុំនឹងប្រើយ៉ាងថាដូចខ្ញុំដែរអញ្ចឹងណា skinny សម្រាប់រៀងគឺជាប្រភេទចនិតផ្លែឈើតូចចាផ្លែឈើធនជាតិអីអញ្ចឹងទៅដែលញ៉ាំទៅអត់មានប៉ះពាល់អ្នកទាំងអស់គ្នាព្រោះអី skinny សំបីតែប៉ាម៉ាស៊ីពេទ្យក៏មានលក់ដែរអ្នកទាំងអស់គ្នា skinny ដាច់ស្តុកលឿនអ្នកទាំងអស់គ្នាមករយៈមុនណាគឺថាមានអតិថិជនដែលគាត់ complain skinny ច្រើនមែនតើថាអញ្ចឹងម្ចាស់ brand ចេញផលិតផលអីអញ្ចឹងចេញមកអត់ទាន់ជាមួយអ្នកប្រើប្រាស់ផងហ្នឹងនិយាយទៅអ្នកគ្នាការផលិតនិងការដឹកជញ្ជូនរៀងយឺតយ៉ាវចឹងអ្នកទាំងអស់គ្នាអញ្ចឹងហើយចា skinny ក៏សម្រាប់ចិត្តថានឹងចេញផលិតផលមួយទៀតដែលជាផលិតផលសម្រក់រៀងដូចគ្នាគឺ skinny plus អ្នកទាំងអស់គ្នានិយាយទៅការស្រកដូចគ្នាជាមួយនឹងផលិតផលជាមួយនឹងជាតិផ្សំអីគឺដូចគ្នាអ្នកទាំងអស់គ្នាប៉ុន្តែខុសត្រង់ថា skinny កំប៉ុងនេះគឺជាប្រភេទគ្រាប់ថ្នាំអ្នកទាំងអស់គ្នាចង់មកថាខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាមកចំណុចចាបើសិនជាអ្នកគ្នាដែលគាត់ចង់ស្រកលឿនណែនាំអ្នកទាំងអស់គ្នាប្រើពីរមុខនេះចូលគ្នាទៅប្រាប់មកចំណុចទៀតឯអ្នកទាំងអស់គ្នាអ្នកដែលគាត់ខ្លាចថាទ្រូងគាត់ស្រកតាគិគាត់ស្រកអត់ស្រកទេអ្នកទាំងអស់គ្នា skinny ស្រកតាដាំដៃដាំជើងជាមួយនឹងបឿកជាមួយនឹងក្បាលពោះទេក្រៅពីនឹងគឺអត់ស្រកទេណាខ្ញុំបញ្ជាក់អញ្ចឹងសម្រាប់បុកម៉ែបងប្អូនទាំងអស់គ្នាដែលគាត់មានបញ្ហាឡើងគីឡូធាត់អីអញ្ចឹងសម្រាប់កូនហើយធាត់ឯអ្នកទាំងអស់គ្នាចាឬក៏គេតែយើងញ៉ាំច្រើនពេកឡើងគីឡូដឹងខ្លួនទៅអ្នកទាំងអស់គ្នាមកញ៉ាំជាមួយនឹង skinny មកពីមុខនេះខ្ញុំនិយាយមែនណាស្រកដឹងខ្លួននេះណាស្រកចេញមកវាធ្វើឲ្យស្បែករបស់យើងអត់យាយកអញ្ញាញ៉ៃទេស្បែករបស់យើងគឺកាន់តែស្អាតហើយវាធ្វើឲ្យយើងគេងលក់ស្រួលទៀតអ្នកទាំងអស់គ្នាចា